យើងខានជួបគ្នាយូរហើយសុផាតនៅក្នុងវិស័យបដិសណ្ឋារកិច្ចនេះច្រើនឆ្នាំណាស់មកហើយដែរចាប់ពីឆ្នាំប្រហែលមកដែរបាទ2003ចាប់ពីសណ្ឋាគារលំដាប់កាយប្រហែលឡើងទៅដែរកាយ5តែក៏ធ្លាប់គេកាយ4ប្រខលយើងក៏ធ្លាប់ធ្វើផ្ទះសំណាក់ក៏យើងធ្លាប់ធ្វើហើយប្រភេទជាប៊ូទិកប្រភេទជាប៊ូទិកគេចង់និយាយថាហូតែលដែលវាមានចំនួនតិចប៉ុន្តែគេលក់ទៅថ្លៃដូច20បន្ទប់25បន្ទប់អីចឹងទៅអូប៊ូទិកគឺលក្ខណៈពិសេសបែបហ្នឹងគឺមានន័យថាស្អាតតូចហើយលក់ថ្លៃចឹងទៅណាបាទបើតាមខ្ញុំធ្លាប់គោលក្នុងឆ្នាំប្រហែលអត់ដឹងទេថាសុផាតដូចជាគេស្គាល់ច្រើនទៅមែនទេពាក់ទៅនឹងលក់ក្នុងអនឡាញតែចាប់ផ្ដើមអនឡាញហ្នឹងក្នុងឆ្នាំណាមកដែរសាច់អនឡាញនេះគឺដែលយើងហៅថា OTA ឬក៏យើងលក់បន្ទប់តាមប្រព័ន្ធអនឡាញហ្នឹងប្រព័ន្ធអ៊ីនធឺណិតហ្នឹងអញ្ចឹង OTA នេះមានន័យថាម៉េចទៅពាក្យពេញវាគឺ Online Travel Agency ជាតិរបស់យើងជាអន្តរជាតិហ្នឹងគាត់អាចធ្វើការកក់ការស្នាក់នៅរបស់គាត់ទៅលើប្រព័ន្ធអ៊ីនធឺណិតហ្នឹងឯងមានដូចជា trip.com ឥឡូវកំពុងតែ famous ទៅលើ trip.com ដូច booking.com Agoda Expedia ជាដើមអញ្ចឹងទៅរហូតមកដល់សម័យហ្នឹងតើមានការពេញនិយមការបដិបត្តិបំរែបំរួលទាក់ទងនឹងកក់តាមរយៈអ៊ីនធឺណិតតាមរយៈអនឡាញអីចឹងចុះនិយាយចំទៅពីមួយឆ្នាំទៅមួយឆ្នាំនាគវានិវត្តវាតែងតែមានការប្រែប្រួលរហូតហើយចំពោះការកក់ភ្ញៀវជាតិយើងគឺគាត់លោកបានយល់ដឹងច្រើនអំពីកក់តាមប្រព័ន្ធអនឡាញច្រើនដែលខ្ញុំជាប្រតិបត្តិការផ្ទាល់នៅក្នុងថាគេឃើញគាត់កក់តាម trip.com ច្រើនហើយនឹង booking.com នេះសម្រាប់ភ្ញៀវបរទេសចុះបើភ្ញៀវក្នុងស្រុកវិញដែលធ្វើដំណើរទៅតាមទូទាំងខេត្តនៃក្នុងប្រទេសកម្ពុជាគាត់ booking កក់បន្ទប់ស្នាក់នៅនឹងតាមរយៈអនឡាញដែរឬក៏តាមរយៈ call អីដែរសប្តាហ៍យ៉ាងណាអាហ្នឹងគេហៅថា online ដែរប៉ុន្តែគ្រាន់តែ online ហ្នឹងយើងហៅថា social media ហើយ social media ហ្នឹងគឺជា Facebook ហ្នឹងឯងឬក៏ TikTok ហ្នឹងឯងអញ្ចឹងចំនួននៃការកក់របស់គាត់គឺកើនទៅលើ Facebook ឬក៏កក់ Facebook មកអញ្ចឹង hotel មួយចំនួនគាត់ធ្វើ promotion គាត់ធ្វើការលក់ទៅលើ Facebook អញ្ចឹងទៅហើយគាត់ដាក់ link Telegram ដល់ពីក្រមលេខទូរស័ព្ទភាគច្រើនគឺគាត់អាចឆាតចូល page ឬក៏គាត់ click អា link Telegram ឆាត direct មក hotel បណ្ដោយបាទអរគុណ